ស្រីណាជាអ្នកស្រាវជ្រាវរឿងខ្មោចដ៏ល្បីល្បាញនាងធ្លាប់បានជួបបទពិសោធន៍ជាមួយវិញ្ញាណកាលពីក្មេងហើយចាប់តាំងពីពេលនោះមកនាងបានប្តូរជីវិតមកស្រាវជ្រាវរឿងអាថ៌កំបាំងសុផលជាអ្នកថតរូបអាជីពដែលកាមេរ៉ារបស់គេតែងតែថតបានរូបភាពចម្លែកគាត់សង្ស័យថាខ្លួនមានសមត្ថភាពពិសេសក្នុងការមើលឃើញវិញ្ញាណសុភាជាគ្រូបង្រៀនប្រវត្តិវិទ្យានាងមិនជឿលើរឿងខ្មោចទេប៉ុន្តែចង់បញ្ចុះបញ្ចូលខ្លួនឯងថាវិញ្ញាណពិតជាមានរតនាជាអ្នកចិត្តសាស្ត្រនាងមានសមត្ថភាពពិសេសក្នុងការតាក់ទងជាមួយវិញ្ញាណតាមរយៈការប៉ះវត្ថុចាស់ផ្ទះបុរាណនោះឈរស្ងៀមស្ងាត់នៅចុងផ្លូវងឹតសសរទ្រុឌទ្រោមជញ្ជាំងប្រេះស្រកាំនិងបង្អួចបាក់បែកជាច្រើនដើមឈើធំព័ទ្ធជុំវិញផ្ទះធ្វើឲ្យទីនោះកាន់តែងងឹតស្លុបយើងមកដល់ហើយគឺស្រីណានិយាយខណៈពេលបើកឡានចូលទៅក្នុងបរិវេណផ្ទះសុភាសម្លឹងមើលផ្ទះតាមបង្អួចឡានក៏ផ្ទះនេះចាស់ជាងអ្វីដែលខ្ញុំគិតតើវាត្រូវបានសាងសង់នៅពេលណាតាមឯកសារដែលខ្ញុំរកឃើញផ្ទះនេះត្រូវបានសាងសង់កាលពី120ឆ្នាំមុនគឺស្រីណាឆ្លើយគឺគ្រួសារអភិជនមួយបានរស់នៅទីនេះរហូតដល់មានព្រឹត្តិការណ៍ចម្លែកមួយកើតឡើងកង់ឡានស្រាប់តែជាប់អ្វីមួយសំឡេងកិនអ្វីឮឡើងអ្វីហ្នឹងរតនាស្រែកឡើងសុផលបើកទ្វារឡានចាំខ្ញុំចុះទៅមើលគុំទៅម្នាក់ឯងស្រីណាខាត់ចាំយើងទៅជាមួយគ្នាពួកគេទាំងពីរអ្នកចុះពីឡានមេឃក៏ធ្លាក់ខ្យល់ភ្លៀងពួកគេដើរទៅមើលក្រោមកង់ឡានព្រះហើយស្រីណាដកដង្ហើមធំរួចចុះកង់ឡានស្រីណាលូកដៃទៅប៉ះរបស់ក្មេងលេងនោះភ្លាមនោះគាត់មានអារម្មណ៍ចម្លែកជាមានអ្វីមួយមិនប្រក្រតីខ្ញុំមានអារម្មណ៍ថាមានក្មេងស្រីម្នាក់កំពុងយំនៅជិតយើងសុផលយកកាមេរ៉ាមកថតពេលមើលរូបថតគាត់ស្ទើរតែកាមេរ៉ាធ្លាក់យីមើលរូបថតអីនេះនៅក្នុងរូបថតពួកគេឃើញស្រមោលក្មេងស្រីម្នាក់អង្គុយនៅលើដំបូលឡានពួកគេនាងស្លៀកពាក់ខោអាវចាស់ហើយសក់វែងរបស់នាងបាំងមុខស្ទើរទាំងអស់នេះជាសញ្ញាមិនល្អទេសុផលនិយាយយើងគួរតែត្រឡប់ទៅវិញស្រីណាក្រឡេកមើលផ្ទះយើងមកដល់នេះហើយយើងមិនអាចថយក្រោយបានទេមានរឿងរ៉ាវអ្វីមួយដែលយើងត្រូវរកឲ្យឃើញនៅទីនេះសុភីញ័រខ្លួនកតាអ្នកឮសំឡេងអ្វីនោះពួកគេជ្រុះស្ដាប់សំឡេងព្យាណូបន្លឺឡើងពីក្នុងផ្ទះបទភ្លេងពីរោះតែសោកសៅគ្មាននរណាម្នាក់រស់នៅទីនេះអស់រយៈពេលជាង20ឆ្នាំហើយគឺស្រីណានិយាយតើនរណាកំពុងលេងព្យាណូស្រីណាដើរនាំមុខដោយកាន់ចង្កៀងបំភ្លឺផ្លូវពួកគេឈានជើងចូលទៅក្នុងផ្ទះហើយធំក្លិននិងស្អុយរលួយហុយចេញពីគ្រប់ទីមានក្លិនអ្វីមួយដូចជាសាច់រលួយសុភីយកដៃខ្ទប់ច្រមុះខ្ញុំនឹងបើកបង្អួចខ្លះសុផលដើរទៅរកបង្អួចប៉ុន្តែពេលគាត់ព្យាយាមបើកវាហាក់ដូចជាមានអ្វីមួយទប់ពីខាងក្រៅចម្លែកណាស់បង្អួចមិនព្រមបើកសោះរតនាដើរទៅជិតជញ្ជាំងនាងឃើញស្នាមឈាមចាស់នាងលូកដៃទៅប៉ះភ្លាមនោះនាងដកដៃវិញដោយភ័យក៏ខ្ញុំឃើញហើយមានគ្រួសារមួយត្រូវបានគេសម្លាប់នៅទីនេះឪពុកម្ដាយនិងកូនស្រី2នាក់
សុភីងាកទៅមើលជុំវិញបន្ទប់មានរូបថតគ្រួសារចាស់ជាច្រើនព្យួរលើជញ្ជាំងនាងសម្លឹងមើលរូបថតមួយមើលនេះគ្រួសារនេះមុខមាត់ស្រស់ស្អាតណាស់ប៉ុន្តែនាងឈប់និយាយស្រីណាក៏សួរតើវាប្លែកត្រង់ណាមុខរបស់ក្មេងស្រីម្នាក់នេះវាខុសប្លែកដូចជាមិនមែនជាមនុស្សសុផលលើកកាមេរ៉ាឡើងថតរូបថតនោះពេលនោះគាត់ឈរស្ងៀមមួយសន្ទុះស្រាប់តែពួកគេឮសំឡេងជើងរត់នៅជាន់លើយើងឡើងទៅមើលទេស្រីណាសួរមិនគូបំបែកគ្នាទេសុផលប្រាប់ពួកគេដើរចុះជណ្ដើរឈើពេលពួកគេចុះសំឡេងក្ដុងក្ដុងបន្លឺឡើងរតនាស្រាប់តែមានអារម្មណ៍ថាមាននរណាម្នាក់ទាញដៃនាងអ្នកណាទាញដៃខ្ញុំនាងស្រែកពួកគេងាកមកក្រោយឃើញដៃរតនាគ្មានអ្វីទេប៉ុន្តែពេលពួកគេមើលឲ្យច្បាស់មានស្នាមឈាមប្រឡាក់ដៃរតនាដល់ជាន់ក្រោមពួកគេឃើញផ្លូវដើរវែងទ្វារបន្ទប់ជាច្រើនបិទជិតលើជញ្ជាំងមានរូបគំនូរក្មេងលេងជាមួយគ្នាប៉ុន្តែពេលពិនិត្យឲ្យច្បាស់ក្មេងទាំងនោះគ្មានមុខទេបន្ទប់នេះសុភីចង្អុលមានអ្វីមួយហើយយើងពួកគេបើកទ្វារបន្ទប់នេះជាបន្ទប់ក្មេងតុក្កតាចាស់រាប់សិបគ្រឿងអង្គុយជុំគ្នាមានតុក្កតាក្មេងស្រីនិងតុក្កតាផ្សេងទៀតសុផលលើកកាមេរ៉ាឡើងថតពេលមើលរូបថតគាត់ស្ទើរដួលនៅក្នុងរូបថតតុក្កតាទាំងអស់មានតែក្បាលហើយមុខរបស់តុក្កតានីមួយគឺជាមុខក្មេងដែលកំពុងយំស្រាប់តែមានសំឡេងក្មេងស្រីច្រៀងមកលេងជាមួយយើងមកលេងជាមួយយើងសំឡេងនោះកាន់តែខ្លាំងឡើងតុក្កតាទាំងអស់ចាប់ផ្ដើមញ័ររួចភ្លាមនោះតុក្កតាទាំងអស់ក្រោកឈរសម្លឹងមកពួកគេរត់ឲ្យលឿនស្រីណាស្រែកពួកគេរត់ចុះមកជាន់ក្រោមវិញខ្យល់ពីក្រៅបក់ចូលមកធ្វើឲ្យភ្លើងចង្គៀងរបស់ពួកគេរលត់បំបែកគ្នាស្រីណាស្រែកចាប់ដៃគ្នាឲ្យជាប់រតនាស្រាប់តែឮសំឡេងខ្សឹបនៅក្បែរត្រចៀកមករកម៉ាក់នាងងាកទៅមើលក្មេងស្រីនោះស្លៀកពាក់ខោអាវពោះសក់វែងរបស់នាងជ្រុះរីពេញមុខពេលក្មេងស្រីនោះងើបមកឡើងសុភីឃើញថានាងអូនស្រីអូនឯងមករកម៉ាក់មែនទេក្មេងស្រីនោះនិយាយម៉ាក់នៅទីនេះនាងចង្អុលទៅជញ្ជាំងណិតមួយរតនាញ័រខ្លួននាងព្យាយាមស្រែកប៉ុន្តែស្រែកសំឡេងមិនចេញនៅម្ខាងទៀតរតនាសំឡេងព្យាណូបន្លឺឡើងនាងដើរទៅតាមសំឡេងនៅក្នុងបន្ទប់គ្រួសារនាងឃើញស្ត្រីម្នាក់អង្គុយលេងព្យាណូស្ត្រីនោះស្លៀកពាក់សម្លៀកបំពាក់បុរាណពណ៌ស្ត្រីនោះឈប់លេងនាងងាកមកក្រោយយឺតមុខរបស់នាងស្រស់ស្អាតប៉ុន្តែទឹកភ្នែកឈាមហូរចេញពីភ្នែករបស់នាងសូមជួយកូនខ្ញុំផងស្ត្រីនោះអង្វរពួកគេយកកូនខ្ញុំផងនាងគេយកកូនខ្ញុំពិសោធន៍ពួកគេធ្វើទារុណកម្មកូនខ្ញុំ
សុផលកំពុងថតរូបជុំវិញបន្ទប់នៅក្នុងកាមេរ៉ាគាត់ឃើញស្រមោលខ្មៅជាច្រើនឈរព័ទ្ធជុំវិញគាត់ពួកវាជាស្រមោលក្មេងមុខរបស់ពួកគេពោរពេញទៅដោយស្នាមរបួសសូមជួយពួកយើងផងសំឡេងក្មេងខ្សឹបសូមជួយឲ្យពួកយើងមានសេរីភាពស្រីណាឈរនៅកណ្ដាលបន្ទប់ស្រាប់តែនាងឃើញបុរសម្នាក់ស្លៀកពាក់អាវពេទ្យឈរនៅមុខនាងស្វាគមន៍មកកាន់មន្ទីរពិសោធន៍របស់ខ្ញុំគាត់និយាយដោយញឹមខ្ញុំត្រូវការអ្នកស្ម័គ្រចិត្តថ្មីសម្រាប់ការពិសោធន៍របស់ខ្ញុំមុខរបស់គាត់ស្រាប់តែប្រែទៅជាស្វាយដ៏គួរឲ្យខ្លាចដៃរបស់គាត់កាន់កាំបិតវះកាត់ដែលប្រឡាក់ឈាមរត់ស្រីណាស្រែកប្រាប់មិត្តភក្តិយើងត្រូវចេញពីទីនេះឥឡូវប៉ុន្តែពេលពួកគេញាតទៅរកទ្វារស្រមោលខ្មៅរាប់សិបបានលេចឡើងព័ទ្ធជុំវិញពួកគេស្រមោលនីមួយជាវិញ្ញាណក្មេងដែលត្រូវបានគេធ្វើទារុណកម្មសូមកុំទៅពួកគេអង្វរសូមជួយពួកយើងសូមជួយបញ្ចប់ការឈឺចាប់របស់ពួកយើងរតនាប៉ះដៃស្រីណានាងមានអារម្មណ៍ថាមានអ្វីមួយសំខាន់ដែលពួកគេត្រូវធ្វើនៅទីនេះយើងមិនអាចទៅបានទេនាងនិយាយពួកគេត្រូវការជំនួយពីយើងត្រូវតែដឹងថាមានរឿងអ្វីកើតឡើងនិងជួយរំដោះវិញ្ញាណទាំងនេះរតនាឈរស្ដាប់សំឡេងកណ្ដឹងនាឡិកាចាស់មួយដែលលាន់ឮក្នុងភាពស្ងាត់នាងដឹងថាវាដល់ពេលហើយខ្ញុំឃើញហើយនាងនិយាយដោយសំឡេងញ័រគប់ផ្ទះនេះមិនមែនគ្រាន់តែជាផ្ទះធម្មតាទេវាជាមន្ទីរពិសោធន៍សម្ងាត់គាត់មានគំនិតឆ្កួតគាត់ជឿថាគាត់អាចស្រាវជ្រាវអំពីព្រលឹងមនុស្សតាមរយៈការធ្វើពិសោធន៍លើក្មេងគាត់ចាប់ក្មេងកំព្រាពីមណ្ឌលកុមារកំព្រាក៏រតនាបន្តខណៈដែលនាងប៉ះសៀវភៅកត់ត្រាចាស់មួយគឺគាត់និយាយប្រាប់អាជ្ញាធរថាគាត់ចង់យកក្មេងមកចិញ្ចឹមប៉ុន្តែការពិតគាត់យកពួកគេមកធ្វើជាសត្វពិសោធន៍សុផលលើកាមេរ៉ាឡើងថតរូបសៀវភៅកត់ត្រានោះនៅក្នុងរូបថតគាត់ឃើញអក្សរដែលសរសេរដោយឈាមសូមជួយពួកយើងផងរតនារត់ទៅបន្ទប់សម្ងាត់មួយនៅក្រោមជណ្ដើរនៅទីនោះមានឆ្អឹងក្មេងជាច្រើនដាក់រៀបជាជួរលើជញ្ជាំងមានរូបគំនូរនិងកត់ត្រាអំពីការពិសោធន៍ដ៏គួរឲ្យរន្ធត់គាត់ព្យាយាមបំបែកព្រលឹងចេញពីរាងកាយគឺរតនានិយាយដោយទឹកភ្នែកគាត់ជឿថាបើគាត់អាចធ្វើបែបនេះបានគាត់នឹងរកឃើញអាថ៌កំបាំងនៃជីវិតនិងសេចក្តីស្លាប់ប៉ុន្តែការពិសោធន៍របស់គាត់បរាជ័យក្មេងស្លាប់ក្នុងការឈឺចាប់ចុះវេជ្ជបណ្ឌិតនោះស្រីណាសួរនៅពេលអាជ្ញាធរចាប់ផ្ដើមសង្ស័យគាត់បានសម្លាប់ខ្លួនប៉ុន្តែមុនពេលស្លាប់គាត់បានធ្វើពិធីខ្លះដើម្បីចង់ព្រលឹងរបស់គាត់ជាមួយផ្ទះនេះគាត់មិនចង់ឲ្យនរណាដឹងការពិតគាត់នៅតែបន្តធ្វើទារុណកម្មវិញ្ញាណក្មេងទាំងនេះស្រាប់តែមានសម្លេងយំពីគ្រប់ទីវិញ្ញាណក្មេងចាប់ផ្ដើមលេចមុខម្ដងមួយពួកគេព័ទ្ធជុំវិញក្រុមអ្នកស្រាវជ្រាវយើងបានរងចាំអ្នករាល់គ្នាវិញ្ញាណក្មេងនិយាយព្រមគ្នាអ្នករាល់គ្នាគឺជាក្តីសង្ឃឹមចុងក្រោយរបស់ពួកយើងសូមជួយរំដោះពួកយើងពីការឈឺចាប់នេះស្រាប់តែពន្លឺពណ៌មាសចាំងចេញពីរាងកាយរតនានាងញ័រខ្លួនហើយនិយាយដោយសំឡេងផ្សេងពួកយើងមិនអាចទុកឲ្យគាត់បន្តធ្វើទារុណកម្មក្មេងទៀតទេ
វិញ្ញាណវិជ្ជបណ្ឌិតលេខមុខភ្លាមនៅចំពីមុខពួកគេអ្នករាល់គ្នាគិតថាអាចបញ្ឈប់ខ្ញុំបានមែនគាត់សើចខ្ញុំបានធ្វើពិធីព្រេងជាច្រើនដើម្បីចង់ប្រឡឹងខ្ញុំនឹងផ្ទះនេះគ្មាននរណាអាចបណ្ដេញខ្ញុំចេញបានទេស្រីណាឈានជើងទៅមុខយើងមិនមែនមកទីនេះដោយចៃដន្យទេយើងម្នាក់មានសមត្ថភាពពិសេសយើងនឹងប្រើកម្លាំងរួមគ្នាសុផលលើកកាមេរ៉ាឡើងកាមេរ៉ារបស់ខ្ញុំអាចចាប់យកវិញ្ញាណរូបភាពពន្លឺចាំងចេញពីកាមេរ៉ាធ្វើឲ្យវិជ្ជបណ្ឌិតថយក្រោយពីយកសៀវភៅប្រវត្តិសាស្ត្រចេញពីកាបូបខ្ញុំបានស្រាវជ្រាវអំពីពិធីបុរាណដែលអាចបញ្ជូនវិញ្ញាណទៅកាន់ពិភពមួយទៀតរតនាចាប់ដៃស្រីណានិងសុភាសុផលយើងត្រូវប្រមូលផ្ដុំកម្លាំងសូមវិញ្ញាណក្មេងសូមមកជួយពួកយើងវិញ្ញាណក្មេងរាប់រយនាក់ចាប់ដើមលេចឡើងជុំវិញពួកគេចាប់ដៃគ្នាបង្កើតជារង្វង់ធំមួយវិជ្ជបណ្ឌិតព្យាយាមវាយប្រហារប៉ុន្តែពន្លឺពណ៌មាសចាំងចេញពីរង្វង់ក្មេងគាត់ស្រែកដោយឈឺចាប់សុភាចាប់ផ្ដើមសូត្រពិធីចាប់ប្រលឹងសុផលថតរូបជាបន្តបន្ទាប់ចាប់យករូបភាពវិញ្ញាណវិជ្ជបណ្ឌិតរតនាប្រើសមត្ថភាពរបស់នាងដើម្បីទំនាក់ទំនងជាមួយវិញ្ញាណក្មេងការប្រយុទ្ធដ៏សាហាវមួយកើតឡើងវិញ្ញាណក្មេងរំពាត់វិជ្ជបណ្ឌិតពួកគេចាប់ផ្ដើមទាញគាត់ចូលទៅក្នុងរង្វង់ភ្លើងអ្នកមិនអាចធ្វើបែបនេះបានទេវិជ្ជបណ្ឌិតស្រែកការពិសោធន៍របស់ខ្ញុំការស្រាវជ្រាវរបស់ខ្ញុំអ្នកបានធ្វើបាបពួកយើងគ្រប់គ្នាវិញ្ញាណក្មេងនិយាយព្រមគ្នាឥឡូវដល់ពេលអ្នកត្រូវទទួលទោសហើយពន្លឺភ្លឺចិញ្ចាចពេញបន្ទប់សំឡេងស្រែកដ៏ខ្លាំងមួយបន្លឺឡើងរួចភ្លាមនោះវិញ្ញាណវិជ្ជបណ្ឌិតត្រូវបានទាញចូលរង្វង់ភ្លើងកំពុងដុតឆេះគាត់តិច